បន្ទុះប្រាក់ដុល្លារបានធ្លាក់ចុះនៅកម្រិតប្រហែល99នៅថ្ងៃអង្គារខណៈដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុង Washington និងអឺរ៉ុបជុំវិញសំណើរបស់ប្រធានាធិបតី Donald Trump នៅក្នុងការទិញយកកោះ Greenland បានធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តលើទ្រព្យសកម្មរបស់សហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍លោកប្រធានាធិបតី Donald Trump បានព្រមានថាប្រទេសអឺរ៉ុបចំនួន8ដែលប្រឆាំងនឹងផែនការនេះអាចប្រឈមមុខនឹងពន្ធ 10% ចាប់ពីថ្ងៃទី1ខែកុម្ភៈឆ្នាំ2026ដោយកើនឡើងដល់ 25% នៅថ្ងៃទី1ខែមិថុនាលុះត្រាតែមានកិច្ចព្រមព្រៀងសម្រាប់កោះ Greenland មេដឹកនាំអឺរ៉ុបក៏បានថ្កោលទោសវោហារសាស្ត្រនេះថាមិនអាចទទួលយកបានខណៈពេលដែលពួកគេក៏កំពុងតែថ្លឹងថ្លែងជំរឿសសម្រាប់ការសងសឹកវិញដែលអាចកើតមានបានអ្នកវិភាគបានព្រមានថាអឺរ៉ុបកាន់កាប់មូលបត្របំណុលនិងភាគហ៊ុនរបស់សហរដ្ឋអាមេរិកប្រហែលចំនួន 10,000 លានដុល្លាររួមទាំងការកាន់កាប់ភាគហ៊ុនសំខាន់ៗដែលអាចត្រូវបានទាញយកអត្ថប្រយោជន៍ពីចំនួនពាណិជ្ជកម្មដែលកំពុងតែកើតមានឡើងនេះទន្ទឹមនឹងនេះផងដែរវិនិយោគិនក៏កំពុងតែងាកទៅរកទិន្នន័យសំខាន់ៗរបស់សហរដ្ឋអាមេរិកដែលនឹងត្រូវចេញផ្សាយនៅក្នុងសប្តាហ៍នេះដូចជាសន្ទុះតម្លៃនៃការចំណាយផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដែលហៅកាត់ថា PCE ការព្យាករណ៍អំពី GDP ត្រីមាសទី3សន្ទុះសេវាកម្មនិងការផលិត PMI និងការស្ទង់មតិអារម្មណ៍របស់អ្នកប្រើប្រាស់នៃសាកលវិទ្យាល័យ Michigan